សួស្តីអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់នាទី podcast របស់យើងនៅថ្ងៃនេះខ្ញុំសុជាតាពិតជាមានសេចក្តីរីករាយណាស់ដែលបានវិលត្រឡប់មកជួបបងប្អូនម្ដងទៀតជាមួយនឹងប្រធានបទដ៏ស៊ីជម្រៅមួយគឺដំណើរឆ្លងកាត់ការងារស្នេហានិងជីវិតថ្ងៃនេះខ្ញុំមិនមែននៅម្នាក់ឯងទេគឺមានវត្តមានភ្ញៀវកិត្តិយសពិសេសមួយរូបគឺលោកសារឿនដែលនឹងមកជជែកកម្សាន្តជាមួយយើងបាទសួស្តីសុជីតាហើយក៏សួស្តីទៅកាន់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរខ្ញុំសារឿនពិតជាមានកិត្តិយសណាស់ដែលបានមកចូលរួមពិភាក្សាលើប្រធានបទដែលពាក់ព័ន្ធនឹងជីវិតជាក់ស្ដែងបែបនេះខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែមានរឿងរ៉ាវរៀងៗខ្លួនតែចង់ចែករំលែកហើយសង្ឃឹមថាការជជែកគ្នានៅថ្ងៃនេះនឹងផ្ដល់ជាកម្លាំងចិត្តខ្លះៗដល់អ្នកស្ដាប់ពិតមែនហើយបងសារឿននៅពេលយើងនិយាយពីជីវិតយើងមិនអាចរំលងរឿងការងារនិងស្នេហាបានឡើយវាដូចជាជើងបងទាំង3ដែលថោត្រង់សុភមង្គលរបស់យើងតោះចាប់ផ្ដើមពីចំណុចដំបូងគឺរឿងការងារតើបងសារឿនចាំទេថាកាលពីចាប់ផ្ដើមដំបូងតើបងមានអារម្មណ៍បែបណាដែរអូបាននិយាយពីការចាប់ផ្ដើមដំបូងវាដូចជាការរៀនហែលទឹកក្នុងមហាសមុទ្រអញ្ចឹងសុជាតាខ្ញុំចាំបានថាថ្ងៃដំបូងនៃការធ្វើការខ្ញុំទាំងភ័យទាំងអភ័យខ្លាចធ្វើមិនបានល្អតែអព្រោះមានឱកាសរកចំណូលដោយខ្លួនឯងកាលនោះខ្ញុំធ្វើការមិនគិតពីការហត់នឿយទេពេលខ្លះយប់ជ្រៅទៅបានសម្រាកព្រោះយើងចង់បង្ហាញសមត្ថភាពខ្ញុំយល់អារម្មណ៍នឹងច្បាស់ណាស់ការខ្ញុំនៅក្មេងខ្ចីក្នុងការងារក៏ដូចគ្នាដែរយើងមានក្តីស្រមៃធំចង់ជោគជ័យលឿនរហូតដល់ពេលខ្លះយើងភ្លេចមើលថែសុខភាពខ្លួនឯងតើបងយល់ថាការខិតខំខ្លាំងពេកក្នុងវ័យក្មេងវាមានផលប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃជីវិតដែរទេជាជាដាវមុខពីរសុជាតាការខិតខំផ្ដល់ឲ្យយើងនូវបទពិសោធន៍និងភាពរឹងមាំប៉ុន្តែបើបណ្ដោយឲ្យវាគ្រប់ដណ្ដប់ជីវិតទាំងស្រុងយើងនឹងបាត់បង់ពេលវេលាជាមួយគ្រួសារនិងមនុស្សជាទីស្រឡាញ់មានពេលខ្លះខ្ញុំត្រឡប់មកផ្ទះវិញអស់កម្លាំងរហូតដល់មិនចង់និយាយរកអ្នកផ្ទះនឹងហើយជាមេរៀនដែលខ្ញុំរៀនបានថាការងារសំខាន់តែតុល្យភាពជីវិតកាន់តែសំខាន់សោះនិយាយដល់រឿងនេះវានាំយើងទៅដល់ចំណុចទី2គឺស្នេហាតើក្នុងអំឡុងពេលដែលបងកំពុងសាងអាជីពយ៉ាងមមាញឹកតើស្នេហាដើរតួនាទីបែបណាដែរស្នេហាគឺជាកម្លាំងរុញច្រានផងហើយក៏ជាមេរៀនដ៏ធំផងដែរខ្ញុំធ្លាប់ឆ្លងកាត់ស្នេហាដែលត្រូវបែកបាក់ដោយសារតែខ្ញុំគ្មានពេលឲ្យគាត់ការនោះខ្ញុំគិតថាការរកលុយឲ្យបានច្រើនគឺជាការបង្ហាញក្តីស្រឡាញ់តែការពិតមនុស្សម្នាក់ៗត្រូវការវត្តមាននិងការយកចិត្តទុកដាក់ច្រើនជាងសម្ភារៈវាធ្វើឲ្យខ្ញុំឈឺចាប់ប៉ុន្តែក៏ធ្វើឲ្យខ្ញុំយល់ពីតម្លៃនៃការយល់ចិត្តបាទបងការយល់ចិត្តពិតជាសំខាន់សម្រាប់ខ្ញុំវិញស្នេហានៅក្នុងវ័យធ្វើការគឺការដែលមាននរណាម្នាក់ចាំស្ដាប់យើងរអ៊ូពីរឿងហត់នឿយនៅការិយាល័យហើយនិយាយថាមិនអីទេស្អែកនឹងល្អជាងនេះវាជាអារម្មណ៍សុវត្ថិភាពមួយដែលលួយកាក់មិនអីទៀងបានត្រីហើយនៅពេលយើងមានដៃគូដែលយល់ពីមហិច្ឆតារបស់យើងវានឹងក្លាយជាស្លាបដែលជួយឲ្យយើងហោះហើរកាន់តែខ្ពស់តែបើក្នុងទំនាក់ទំនងមានតែការទាមទារនិងការមិនទុកចិត្តវានឹងក្លាយជាច្រវាក់ដែលទាញយើងឲ្យធ្លាក់ចុះទាំងការងារនិងស្មារតីចុះបើមានអ្នកស្ដាប់យើងម្នាក់គាត់កំពុងជួបវិបត្តិទាំងពីរក្នុងពេលតែមួយការងារក៏មិនរលូនស្នេហាក៏មានបញ្ហាតើបងចង់ប្រាប់អ្វីដល់គាត់ខ្ញុំចង់ប្រាប់ថាដកដង្ហើមឲ្យវែងជីវិតវាមិនមែនជាការរត់ប្រណាំងដែលត្រូវតែឈ្នះគ្រប់ពេលនោះទេពេលខ្លះការបរាជ័យក្នុងការងារឬការបាត់បង់មនុស្សម្នាក់គឺជាសញ្ញាប្រាប់ថាយើងត្រូវឈប់សម្រាកដើម្បីពិនិត្យមើលខ្លួនឯងឡើងវិញកុំបន្ទោសខ្លួនឯងខ្លាំងពេកមេឃមិនដែលងងឹតរហូតទេពន្លឺនឹងមកដល់នៅពេលដែលយើងត្រៀមខ្លួនរួចរាល់ពាក្យសម្ដីបងពិតជាមានអត្ថន័យណាស់មកដល់ចំណុចចុងក្រោយគឺជីវិតជាជួររួមតើអ្វីទៅជាអត្ថន័យនៃជីវិតសម្រាប់បងសារឿននៅពេលនេះសម្រាប់ខ្ញុំឥឡូវនេះជីវិតគឺការរស់នៅជាមួយបច្ចុប្បន្នភាពការមានការងារដែលសមរម្យការមានមនុស្សដែលយើងស្រឡាញ់នៅក្បែរនិងការមានចិត្តដែលស្ងប់ខ្ញុំឡើងចង់ឈ្នះពិភពលោកទាំងមូលទៀតហើយខ្ញុំគ្រាន់តែចង់ឈ្នះចិត្តខ្លួនឯងនិងរស់នៅឲ្យមានន័យក្នុងថ្ងៃនេះអរគុណបងសារឿនខ្លាំងណាស់សម្រាប់ការចែករំលែកដ៏មានតម្លៃនេះសង្ឃឹមថាអ្នកស្ដាប់ទាំងអស់គ្នានឹងទទួលបាននូវពន្លឺនៃក្តីសង្ឃឹមនិងការយល់ដឹងថ្មីៗដើម្បីយកទៅអនុវត្តក្នុងជីវិតបន្តខ្លួនមិនថាអ្នកកំពុងហត់នឿយនឹងការងារឬឈឺចាប់នឹងស្នេហាសូមចងចាំថាអ្នកមិនមែននៅម្នាក់ឯងទេនៃសង្ឃឹមនឹងញញឹមឲ្យបានច្រើនកម្មវិធី podcast របស់យើងសម្រាប់ថ្ងៃនេះត្រូវបានបញ្ចប់សូមជួបគ្នានៅសប្តាហ៍ក្រោយជាមួយនឹងប្រធានបទថ្មីៗទៀតសូមជម្រាបលានិងមានរាត្រីសួស្តី